បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំចេញទៅលក់ទៀតបាទហើយព្រឹកឡើងខ្ញុំរៀបចំសក់អំពៅអញ្ចឹងណាហើយបាទព្រឹកឡើងគឺខ្ញុំតែតែដាក់កាហ្វេមួយកែវបាទដើម្បីឲ្យស្រឡះមុខស្រឡះមាត់ហើយនេះលើកអំពៅបាទលើកអំពៅយកមកកាប់ព្រោះគល់អំពៅវាអត់សូវល្អអញ្ចឹងយើងកាប់ចោលហើយណាមួយចុងក៏យើងត្រូវកាប់ចោលដែរបងប្អូនអរគ្នាបាទខ្ចីពេកអញ្ចឹងយើងសក់ទៅវាអត់មានគុណភាពអញ្ចឹងណាបាទហើយកូនខ្ញុំឲ្យដល់ពេលខ្ញុំឡើងម៉ោង4ម៉ោង3អីគឺវាឡើងដែរហើយបាទពីរនាក់ហ្នឹងមិនដឹងយ៉ាងម៉េចវាទេបាទឲ្យដល់ម៉ែអូឡើងគឺឡើងតែមិនដែលជួយធ្វើទេបាទជួយតែប្រតាក់ដៃប្រតាក់ជើងហ្នឹងឯងនេះបាទកាប់យ៉ាងលុះភ្នែកលុះអីវាអញ្ចឹងចេញឲ្យស្អាតអញ្ចឹងណាហើយប្រពន្ធខ្ញុំបាទចិត្តតែស្លីកសម្ពុតអញ្ចឹងបាទមានឡាំយ៉ងទេបាទហើយបាទខ្ញុំកាប់ចុងចេញអស់អញ្ចឹងណាហើយយើងកុំទុកវាអញ្ចឹងណាហើយនេះខ្ញុំសក់បងប្អូនអស់គ្នាបាទអំពៅយើងសក់របៀបនេះបាទយើងបានស្អាតហើយអស់ល្អអញ្ចឹងវាអស់សម្បកអញ្ចឹងណាពួកខ្ញុំអ្នកកាប់ហើយខ្ញុំអ្នកសក់បាទហើយកន្លែងនេះខ្ញុំសារបន្តិចចុះបងប្អូនព្រោះថាវីដេអូវិញបាទហើយកុំមើលមេឃបងប្អូនមើលតែខាងក្រោយខ្ញុំបាទមេឃងងឹតដាបតែម្ដងបាទតែបើយើងមិនទៅបានលុយណាចាយបានលុយណាកូនរៀនបាទហើយនេះក៏ហើយហើយបងប្អូនបាទរៀបចំចេញទៅហើយបាទនេះរទេះ បាទអរគុណច្រើនមកបងសម្រាប់ការតាមឡាន